ស្ដាប់ជាទីរាប់អានប្រសិនបើលោកអ្នកមានបំណងចង់ចូលរួមចំណែកស្រាវជ្រាវជាមួយនឹងក្រុមការងារវិទ្យាសាស្ត្រកម្ពុជាអាចចូលរួមបានតាមរយៈគណនីខាងក្រោមនេះជំពូក1អវសាននៃរបបសាធារណរដ្ឋខ្មែរក្រោយរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុ18មិនិនាឆ្នាំ1970ប្រទេសកម្ពុជាបានធ្លាក់នៅក្នុងភ្លើងសង្គ្រាមយ៉ាងឃោរឃៅថ្ងៃទី23ខែ3ឆ្នាំ1970ពីទីក្រុងប៉េកាំងប្រទេសចិនប្រជាមានិតសម្ដេចព្រះនរោត្តមសីហនុបានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ចូលព្រៃម៉ាគីធ្វើការតស៊ូដើម្បីផ្ដួលរំលំសាធារណរដ្ឋខ្មែរវិញពួកវៀតកុងនិងវៀតមិញបានបោះទីតាំងស្រាប់ក្នុងទឹកដីកម្ពុជាបានបង្ហាញខ្លួនភ្លាមមកជួយប្រជាជនកម្ពុជាដើម្បីរំដោះប្រទេសកម្ពុជានិងបានបំពាក់អាវុធព្រមទាំងផ្ដល់ការហ្វឹកហាត់យោធានិងនយោបាយសង្គ្រាមដល់កងទ័ពបដិវត្តន៍កុម្មុយនីសកម្ពុជាក្រោមរូបភាពព្រះឆាយាល័ក្ខណ៍សម្ដេចព្រះនរោត្តមសីហនុជាព្រះប្រមុខរដ្ឋពេលនោះពួកកុម្មុយនីសកម្ពុជាបានកេងយកចំណេញអំពីប្រជាប្រិយភាពរបស់ព្រះអង្គយ៉ាងសន្ធឹកសន្ធាប់ផងដែរកងទ័ពរំដោះកម្ពុជាបានកើនឡើងចំនួនពី 3,000 នាក់ក្នុងឆ្នាំ1970ទៅដល់40,000 នាក់នៅក្នុងឆ្នាំ1973នយោបាយនិងនយោបាយអាមេរិកកាំងបានជះឥទ្ធិពលយ៉ាងធំធេងដើម្បីជួយទ្រទ្រង់របបសាធារណរដ្ឋខ្មែរទាំងសម្ភារៈសឹកនិងហិរញ្ញវត្ថុដើម្បីប្រឆាំងនឹងពួកកុម្មុយនីសបណ្ដេញពួកវៀតកុងវៀតមិញចេញពីទឹកដីកម្ពុជាការទម្លាក់គ្រាប់បែក B-52 ដោយកងទ័ពអាកាសអាមេរិកនិងកងទ័ពអាកាសខ្មែរព្រមទាំងការធ្វើយុទ្ធនាការបោះសម្អាតតាមទីជនបទពីសំណាក់កងទ័ពខ្មែរនិងកងទ័ពវៀតណាមខាងត្បូងគឺជាសម្ព័ន្ធមិត្តដើម្បីគៀបសង្កត់ទៅលើការតស៊ូនៃពួកកុម្មុយនីសទាំងនោះមិនបានជោគជ័យទេផ្ទុយទៅវិញអំពើនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរតាមជនបទនោះរងនឹងការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរឡើងនិងធ្វើឲ្យប្រជាជនខ្មែរឈឺចាប់និងមានសមានចិត្តមកលើកងទ័ពរំដោះកម្ពុជានិងអ្នកតស៊ូក្នុងព្រៃទៅវិញតែប៉ុណ្ណោះអំពើពុករលួយក្នុងកងទ័ពនិងការគ្រប់គ្រងគ្មានសីលធម៌ធ្វើឲ្យរបបសាធារណរដ្ឋខ្មែរធ្លាក់អន់ថយជាលំដាប់ពួកខ្មែរក្រហមបានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាមួយផ្នែកយ៉ាងធំចាប់តាំងពីឆ្នាំ1973រហូតមកដើម្បីទប់ទល់នឹងសភាពការនេះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានប្រមូលផ្ដុំកម្លាំងមកការពារត្រឹមខ្សែក្រវ៉ាត់ទីក្រុងភ្នំពេញនិងបណ្ដាខេត្តសំខាន់ដែលជាទីតាំងយុទ្ធសាស្ត្រចុងក្រោយប្រឆាំងនឹងការវាយលុកផ្ទួនទាំងយប់ទាំងថ្ងៃពីសំណាក់កងទ័ពខ្មែរក្រហមបន្ទាប់មកច្រកផ្លូវចេញចូលក្រុងភ្នំពេញបណ្ដាខេត្តសំខាន់ត្រូវកាត់ផ្ដាច់ទាំងស្រុងការផ្គត់ផ្គង់ធ្វើបានតែតាមផ្លូវអាកាសនិងផ្លូវទឹកទន្លេមេគង្គក្រោមប៉ុណ្ណោះដើមខែមេសាឆ្នាំ1975ទាហានខ្មែរក្រហមប្រមូលផ្ដុំគ្នាទូទាំងប្រទេសចាប់ផ្ដើមវាយយកទីក្រុងភ្នំពេញមុនបណ្ដាខេត្តផ្សេងទៀតនៅថ្ងៃទី9មេសាឆ្នាំ1975
ទ័ពរំដោះខ្មែរក្រហមបានបាញ់ផ្លោងវាយសន្ធប់កាត់ផ្ដាច់យកខ្សែក្រវ៉ាត់ការពារក្រុងភ្នំពេញគ្រប់មុខព្រួញថ្ងៃទី12មេសាឆ្នាំ1975មន្ត្រីនិងបុគ្គលិកបម្រើការងារនៅក្នុងស្ថានទូតអាមេរិកបានបង្ហូតទង់ជាតិអាមេរិកចុះនិងបានចាក់ចេញតាមឧទ្ធម្ភាគចក្រកងទ័ពអាមេរិកក្នុងចំនួន12គ្រឿងចំណែកឯសេនាប្រមុខលន់នល់មេដឹកនាំសាធារណរដ្ឋខ្មែរនិងក្រុមគ្រួសារបានចាក់ចេញពីទីក្រុងភ្នំពេញតាំងតែពីថ្ងៃ7មេសាឆ្នាំ1975មកម្លេះក្រោមរូបភាពទៅពិនិត្យព្យាបាលរោគថ្ងៃទី13មេសាឆ្នាំ1975ប្រលានយន្តហោះពោធិ៍ចិនតុងក្រុងភ្នំពេញបានធ្លាក់ក្នុងដៃទាហានខ្មែរក្រហមហ៊ុំព័ទ្ធទីក្រុងតាខ្មៅនិងតំបន់ខាងកើតព្រមទាំងតំបន់ខាងលិចនិងខាងជើងទីក្រុងភ្នំពេញបានត្រូវទាហានខ្មែរក្រហមកាន់កាប់ទាំងស្រុងរបបសាធារណរដ្ឋខ្មែរកំពុងស្ថិតនៅក្នុងភាពទល់ច្រកក៏បានផ្ញើទូររលេខសម្ងាត់មួយច្បាប់ចុះថ្ងៃទី16មេសា1975ថ្វាយសម្ដេចនរោត្តមសីហនុដែលកំពុងតែគង់នៅទីក្រុងប៉េកាំងប្រទេសចិនស្នើសុំឲ្យមានការឈប់បាញ់បន្ទាន់មួយជាថ្នូរនឹងការថ្វាយអំណាចគ្រប់គ្រងប្រទេសដល់ព្រះអង្គវិញប៉ុន្តែសំណើនេះត្រូវបានច្រានចោលព្រឹកថ្ងៃទី17មេសាឆ្នាំ1975ប្រមាណម៉ោង 8:30 នាទីមន្ត្រីជាន់ខ្ពស់យោធាមួយចំនួននៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានប្រជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកក្នុងគ្រោងដាក់វិធានការចុងក្រោយនិងភៀសខ្លួនចេញតាមឧទ្ធម្ភាគចក្រប៉ុន្តែមានតែមេដឹកនាំខ្លះៗប៉ុណ្ណោះបានចាក់ចេញហើយមេដឹកនាំខ្លះទៀតបដិសេធរួមរស់បន្តទៀតលើទឹកដីកម្ពុជាក្នុងនោះរួមមាននាយករដ្ឋមន្ត្រីឡុងបូរ៉េតអ្នកអង្គម្ចាស់ស៊ីសវ័តសេរីមតៈព្រមទាំងនីតិហ៊ានមួយចំនួនផងដែរដែលស្នេហាជាតិដោយមិនចង់ភៀសខ្លួនតែម្នាក់ឯងសុខចិត្តរស់នៅជួបជុំប្រពន្ធកូនគ្រួសារសិននៅវេលាម៉ោង11ព្រឹកថ្ងៃទី17មេសាឆ្នាំ1975ទាហានខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុងដោយលើកយកទង់ជ័យសរគ្មានការតបតក្រោមការអបអរសាទរពីសំណាក់ប្រជាជនដែលចង់បានសន្តិភាពយូរហើយក៏ប៉ុន្តែមិនយូរប៉ុន្មានអំណរនិងសេចក្តីសង្ឃឹមថាសង្គ្រាមបង្ហូរឈាមបានបញ្ចប់ហើយនោះក៏បានរលាយបាត់បង់ទៅវិញក្រោយពេលដែលខ្មែរក្រហមបានប្រកាសតាមវិទ្យុជាតិនិងបានចាប់បង្ខំឲ្យប្រជាជនទាំងអស់ចាកចេញពីក្រុងភ្នំពេញភ្លាមៗអ្នកដែលជជែកមិនព្រមធ្វើតាមត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោលរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំជាស្ថាពរជំនួសមកវិញដោយរបបថ្មីមួយទៀតគឺរបបខ្មែរក្រហមដឹកនាំដោយអង្គការបកកុម្មុយនីសកម្ពុជាផ្ដាច់ការក្រោយរំដោះទីក្រុងភ្នំពេញបានហើយបណ្ដាខេត្តផ្សេងទៀតក៏បានធ្លាក់នៅក្នុងដៃទាហានខ្មែរក្រហមជាបន្តបន្ទាប់ដែរគោលនយោបាយ8ចំណុចរបស់ខ្មែរក្រហមក្រោយថ្ងៃរំដោះ 1. ជម្លៀសប្រជាជនចេញពីទីក្រុងខេត្តស្រុកនិងទីរួមតំបន់ទាំងអស់ដែលបែងចែកប្រជាជនទាំងនោះជាពីរប្រភេទគឺប្រជាជនចាស់ពេញសិទ្ធិរស់នៅក្នុងតំបន់រំដោះនិងប្រជាជនថ្មីពួក17មេសាដែលជម្លៀសចេញក្រោយថ្ងៃរំដោះ 2. លុបបំបាត់ចោលទាំងស្រុងសេដ្ឋកិច្ចទីផ្សារសេរី 3. លុបបំបាត់ការចាយប្រាក់គ្រប់ប្រភេទ 4. ព្រះសង្ឃទាំងអស់ត្រូវផ្សឹកនិងធ្វើស្រែដោយប្រជាជន 5. អ្នកដែលមិនបានចូលរួមធ្វើបដិវត្តន៍ចាត់ទុកជាខ្មាំងសម្រាប់ចោលទាំងអស់រាល់មន្ត្រីដែលបម្រើការឲ្យរបបសាធារណរដ្ឋខ្មែរ 6. បង្កើតសហករណ៍ទូទាំងប្រទេសហូបបាយរួមធ្វើការជាសមូហភាព 7.
បណ្ដេញប្រជាជនបណ្ដេញជនបរទេសទាំងអស់ចេញពីប្រទេសកម្ពុជាពិសេសជនជាតិវៀតណាម 8. ដាក់ពង្រាយកងទ័ពតាមព្រំដែនចុងឆ្នាំ1976រដ្ឋធម្មនុញ្ញថ្មីមួយមាន21មាត្រាដែលចែកចេញជា16ជំពូកប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះមកជាប្រទេសកម្ពុជាប្រជាធិបតេយ្យវិញដែលមានទង់ជាតិពណ៌ក្រហមនិងមានរូបប្រាសាទអង្គរកំពូល3ពណ៌លឿងនៅចំកណ្ដាលអមដោយចម្រៀងភ្លេងជាតិ17មេសមហាជោគជ័យរីឯសម្ដេចនរោត្តមសីហនុត្រូវបានជាប់ជាចំណាប់ខ្មាំងខ្មែរក្រហមដោយសុំលាលែងពីតំណែងប្រមុខរដ្ឋហាមឃាត់ព្រះអង្គមិនឲ្យចាក់ចេញពីប្រទេសមិនឲ្យធ្វើសេចក្តីថ្លែងការណ៍ឬជួបពិភាក្សាជាមួយអង្គទូតបរទេសណាមួយឡើយព្រះអង្គត្រូវខ្មែរក្រហមបង្ខំគង់នៅក្នុងព្រះបរមរាជវាំងជារៀងរហូតការជម្លៀសចេញពីទីក្រុងភ្នំពេញក្រោយថ្ងៃ12មេសាឆ្នាំ1975ពេលដែលមន្ត្រីស្ថានទូតនិងបុគ្គលិកបម្រើការក្នុងស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញបានចាក់ចេញពីប្រទេសកម្ពុជាតាមឧទ្ធម្ភាគចក្រនៃកងនាវាចរទី7ជើងទឹកអាមេរិកអស់ពេលណាពេលនោះសភាពការនៅទីក្រុងភ្នំពេញមានភាពវឹកវរយ៉ាងខ្លាំងនៅតាមមន្ទីរក្រសួងស្ថាប័នឯកជនពុំសូវមានអ្នកមកធ្វើការទៀងទាត់ទេម្នាក់គេប្រមូលគ្នានិយាយអំពីការងារនយោបាយបច្ចុប្បន្ននិងរៀបខ្លួនប្រឈមនឹងស្ថានភាពថ្មីមិនដឹងជាយ៉ាងណារហូតដល់ថ្ងៃ15មេសាឆ្នាំ1975ធនាគារខ្មែរសម្រាប់ពាណិជ្ជកម្ម BKC បង់ខ្មែរពួរលើកុំមែកស្ថិតនៅផ្លូវក្រមួនសខាងជើងផ្សារធំថ្មីក្រុងភ្នំពេញបានបើកបម្រើការងារជាធម្មតាអតិថិជនមកច្រើនដេសដាស់ដើម្បីដកប្រាក់ចេញពីធនាគារយ៉ាងប្រញាប់ប្រញាល់នៅធនាគារផ្នែកប្តូររូបិយប័ណ្ណអន្តរជាតិ Change étranger ខ្ញុំបាទនិងសហការីកំពុងបំពេញការងារយ៉ាងសកម្មបម្រើអតិថិជនម្នាក់ហើយម្នាក់ទៀតរហូតដល់ម៉ោង2ល្ងាចពេលនោះប្រធានរបស់ខ្ញុំឈ្មោះម៉ាក់វ៉ាន់បានមកប្រាប់ខ្ញុំថាសភាពការខាងក្រៅលំបាកហើយអ្នកដឹកនាំធំគេទៅប្រជុំអស់ហើយដូច្នេះយើងត្រូវតែរៀបចំទុកដាក់ឯកសារទាំងប្រមាណដែលនៅសេសសល់ឲ្យបានត្រឹមត្រូវយើងនឹងត្រឡប់មកធ្វើការវិញនៅថ្ងៃទី18មេសា1975ដូច្នេះគង់ម៉ារឌីត្រូវមកធ្វើការបន្ថែមនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដើម្បីប្រមូលចងឯកសារទុករហូតដល់ថ្ងៃទី17មេសាឆ្នាំ1975ខ្ញុំបានមកធ្វើការជាធម្មតាជាមួយមិត្តភ័ក្តិ2នាក់ផ្សេងទៀតរួមជាមួយសន្តិសុខយាមធនាគារផងនៅតាមផ្លូវមនុស្សធ្វើដំណើរយ៉ាងកកកុញខុសប្លែកពីធម្មតាអ្នកខ្លះជញ្ជូនកូនចៅគ្រប់មធ្យោបាយចេញពីតំបន់ជាយក្រុងចូលមកក្រុងជាបន្តបន្ទាប់នៅឆ្ងាយឯនាយជុំវិញទីក្រុងគេឮសូរស្នូគ្រាប់កាំភ្លើងធំផ្លោងចូលក្រឹមនិងឮសូរគ្រាប់កាំភ្លើងដៃកាំភ្លើងយន្តម្ដងហើយម្ដងទៀតគ្មានឈប់ឈរលើរថយន្ត Jeep និងរថយន្តពាសដែក M113 ទាហានសាធារណរដ្ឋខ្មែរមកពីសមរភូមិជាយក្រុងបើកភ្លើងចង្គៀងហ្វាសុំផ្លូវផ្ទុកសិទ្ធិអ្នករបួសហូរឈាមដេកច្រងៀងច្រងាងដឹកមកកាន់មន្ទីរពេទ្យធំនិងមន្ទីរពេទ្យកាល់ម៉ាតជាហូរហែគ្មានឈប់តាមរលកវិទ្យុជាតិគ្មានឮសូរសំឡេងផ្សាយអ្វីទៀតទេក្រៅតែពីមានការចាក់ចម្រៀងកំដរតែប៉ុណ្ណោះរហូតដល់ម៉ោង10ព្រឹកសំឡេងវិទ្យុជាតិកម្ពុជាត្រូវបានកាត់ផ្តាច់ទាហានខ្មែរក្រហមបានចូលកាន់ស្ថានីយ៍វិទ្យុជាតិស្ទឹងមានជ័យរួចហើយទាហានការពារខ្សែក្រវ៉ាត់ក្រុងភ្នំពេញចុងក្រោយបង្អស់បានបាក់ទ័ពនិងដាក់អាវុធចុះទាហានខ្លះត្រូវបានចាប់ខ្លួនទាហានខ្លះទៀតបានដោះសម្លៀកបំពាក់យោធាចេញបន្លំខ្លួនដើរជាមួយប្រជាជនដើម្បីជៀសផុតអំពីការចាប់និងសម្លាប់
ពីកងទ័ពខ្មែរក្រហមដែលកំពុងមានអំណាចនឹងធ្វើការសងសឹកម៉ោងប្រហែល11ព្រឹកនាយករដ្ឋមន្ត្រីឡុងបូរ៉េតនិងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈបានទៅជួបតំណាងខ្មែរក្រហមនៅក្រសួងឃោសនាការដើម្បីចរចានិងប្រកាសផ្ទេរអំណាចតាមការអញ្ជើញរបស់ខ្មែរក្រហមប៉ុន្តែឥស្សរជននិងសម្ដេចព្រះសង្ឃរាជទាំងអស់នោះត្រូវបានខ្មែរក្រហមចាប់ខ្លួនហើយសម្លាប់ចោលតែម្ដងគ្មានមេត្តាថ្ងៃអាទិត្យម៉ោង 11:20 នាទីព្រឹកថ្ងៃទី17មេសាឆ្នាំ1970ខ្មែរក្រហមបានប្រកាសតាមវិទ្យុជាតិម្ដងហើយម្ដងទៀតថាពួកយើងបានកាន់កាប់ភ្នំពេញទាំងស្រុងដោយគ្មានអាវុធគ្មានត្រូវការចរចាអ្វីទាំងអស់ទ័ពថ្មើរជើងខ្មែរក្រហមក្នុងសម្លៀកបំពាក់អាវខ្មៅខោខ្មៅមូលជើងម្ខាងត្រឹមជង្គង់ប្រដាប់ដោយកាំភ្លើងវែងខ្លីនិងក្របបែកដើរជាជួរចូលមកក្នុងក្រុងភ្នំពេញពីគ្រប់មុខព្រួញហើយមកចាប់ដៃគ្នាត្រង់រង្វង់មូលវត្តភ្នំយ៉ាងស្ងៀមស្ងាត់ប្រជាជនចេញមកអមសងខាងផ្លូវទះដៃអបអរសាទរនិងលើកទង់ជាតិពណ៌សក្រវីចុះឡើងទទួលកងទ័ពខ្មែរក្រហមយ៉ាងសប្បាយរីករាយដោយសង្ឃឹមថាប្រទេសខ្មែរឥឡូវនេះចប់សង្គ្រាមដោយសន្តិភាពវិញហើយទាហានខ្មែរក្រហមភាគច្រើនជាទាហានវ័យក្មេងអាយុក្រោម15ឆ្នាំឬ16ឆ្នាំមានទឹកមុខមាំមានចងកំហឹងមិននិយាយអ្វីទាំងអស់ដៃកាន់កាំភ្លើងភ្នែករំពៃរកមើលទាហានខ្មែរសាធារណរដ្ឋហើយភ្ជុំកាំភ្លើងឲ្យស្រាតសម្លៀកបំពាក់យោធាចេញអ្នកដែលទទឹងតវ៉ាខ្មែរក្រហមវានឹងស្នូកំភ្លើងឬបាញ់សម្លាប់ចោលនៅនឹងកន្លែងតែម្ដងគ្មានអាណិតអាសូរកងទ័ពខ្មែរក្រហមបានចូលមកកាន់ភ្នំពេញកាន់តែច្រើនឡើងយូរម្ដងគេឃើញកងទ័ពខ្មែរក្រហមឬជាកម្មាភិបាលខ្មែរក្រហមមកប្រាប់ឬផ្ដល់ព័ត៌មានដាក់បញ្ជាផ្សេងដល់ទាហានក្រមអាវ៉ាតហើយមានរថយន្តខ្លះទៀតកំពុងដឹកជញ្ជូនប្រមូលយកកាំភ្លើងនៅរីប៉ាយតាមដងផ្លូវដែលទាហានសាធារណរដ្ឋខ្មែរទម្លាក់អាវុធសុំចោះចាញ់ដាក់ក្នុងរថយន្តនិងបរចេញទៅម៉ោង12ថ្ងៃត្រង់ទាហានខ្មែរក្រហមដើរបោះសម្អាតតាមគ្រប់មន្ទីរក្រសួងនិងស្ថាប័នឯកជនផ្សេងតាមការស្រាវជ្រាវរកឥស្សរជនឬអ្នកដឹកនាំធំក្នុងសាធារណរដ្ឋខ្មែរតែដែលបង្កប់ឬលួចលាក់សង្ងំគេចខ្លួនជនបរទេសទាំងអស់ត្រូវបង្ខំឲ្យចាកចេញនិងប្រមូលផ្ដុំនៅក្នុងស្ថានទូតបារាំងក្បែរវត្តភ្នំរីឯអ្នកកាសែតបរទេសទាំងអស់ត្រូវប្រមូលផ្ដុំនៅក្នុងសន្តាគារ Le Royal ក្បែរវិទ្យាល័យឯកជនភាសាបារាំង Le Decca ជិតគ្នានឹងស្ថានទូតបារាំងដែរនៅថ្ងៃទី17ខែ4ឆ្នាំ1975ម៉ោង 12:30 នាទីថ្ងៃត្រង់ខ្ញុំបាទនិងសហការីព្រមទាំងសន្តិសុខធនាគារទាំងអស់បានលាគ្នាជាចុងក្រោយដោយបិទភ្លើងនិងចាក់សោទ្វារធនាគារយ៉ាងត្រឹមត្រូវនៅតាមគ្រប់កែងផ្លូវធំនីមួយមានទាហានខ្មែរក្រហមចែកជាក្រុមតូចឈរយាមល្បាតនិងរងចាំបញ្ជាយ៉ាងម៉ឺងម៉ាត់អំពីអង្គការថ្នាក់លើខ្លះកំពុងផឹកទឹកខ្លះទៀតកំពុងបរិភោគនំប៉័ងឬបាយកញ្ចប់ដែលប្រជាជនបានឧបត្ថម្ភឲ្យយ៉ាងស្ងៀមស្ងាត់ខ្ញុំបានសំពះសួរដល់ទាហានខ្មែរក្រហមដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរប៉ុន្តែទាហានខ្មែរក្រហមទាំងអស់នោះហាក់ដូចជាធ្វើមិនដឹងនៅតាមផ្លូវហ្វូងមនុស្សធ្វើដំណើរយ៉ាងកកកុញពេញផ្លូវប្រញាប់ប្រញាល់ទៅកាន់គេហដ្ឋានខ្លះទៀតកំពុងស្វែងរកញាតិមិត្តគ្រួសារឬសង្សាររបស់ខ្លួនហាងទំនិញនិងផ្សារទីប្រជជនត្រូវបានបិទទាំងអស់នៅសល់តែទីមលក់ចោលហួយតូចកំពុងលក់ញាប់ដៃញាប់ជើងរបស់របរបន្តិចបន្តួច
ជាកិច្ចចុងក្រោយខ្ញុំបានជិះម៉ូតូយឺតកាត់ផ្សារថ្មីតម្រង់មកផ្លូវព្រះនរោត្តមឆ្លងកាត់វិមានឯករាជ្យតម្រង់មកវត្តប្រយុងវង្សទីដែលខ្ញុំស្នាក់នៅពេលមកដល់ត្រឹមវិមានឯករាជ្យទាហានខ្មែរក្រហមជាច្រើនឡានកំពុងតែបើកចូលទីក្រុងភ្នំពេញផងដែរកំពុងសម្លឹងមើលមកយ៉ាងដូចនេះស្រាប់តែមានទាហានខ្មែរក្រហមម្នាក់បញ្ជាឲ្យខ្ញុំឈប់ម៉ូតូសិនហើយចង្អុលមកម៉ូតូខ្ញុំសុំស្នើម៉ូតូរបស់ខ្ញុំជូនអង្គការជិះធ្វើការម្ដងខ្ញុំហាក់ដូចជាស្រឡំកាំងម៉ូតូជាទីស្រឡាញ់បំផុតរបស់ខ្ញុំដែលខ្ញុំខំធ្វើការសន្សំប្រាក់ទិញយ៉ាងលំបាកហេតុអ្វីមកយកយ៉ាងស្រួលទទេយ៉ាងដូចនេះខ្មែរក្រហមសួរម្ដងទៀតមិត្តឯងឲ្យមិនឲ្យខ្ញុំប្រគល់ម៉ូតូឲ្យទាហានខ្មែរក្រហមនោះហើយឈរមើលម៉ូតូខ្ញុំដែលខ្មែរក្រហមជិះយកទៅទាំងអាឡោះអាល័យពេលដើរមកដល់វត្តប្រយុងវង្សយាយដូនជីនិងព្រះសង្ឃទាំងអស់បានបិទទ្វារកុដិនិងកំពុងរៀបចំអីវ៉ាន់ដាក់រទេះអូសទឹកយ៉ាងប្រញាប់ប្រញាល់ខ្ញុំក៏ចូលក្នុងកុដិទៅបន្ទប់ដេកប្រមូលយករបស់របរខ្ញុំនិងកង់កញ្ចាស់របស់ខ្ញុំព្រមទាំងស្ទាបនិងលាក្រេកំសត់ដែលខ្ញុំបានដេករាល់ថ្ងៃព្រះសង្ឃមេកុដិចៅអធិការវត្តបានស្ដីបន្ទោសខ្ញុំយ៉ាងខ្លាំងថាថ្មនេះហើយទៅមកមិនដឹងស្រុកទេសជួបអាសន្នទេឬអីខ្ញុំនិងព្រះសង្ឃក្រោយពីទុកដាក់អីវ៉ាន់លើកង់រទេះរុញហើយខ្ញុំអូសរទេះចេញពីវត្តជាមួយនឹងព្រះសង្ឃផ្សេងទៀតហើយព្រះសង្ឃជួយរុញពីក្រោយផង
បងត